សូមគោរពនិងជម្រាបសួរមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាសម្រាប់មុខម្ហូបទាំងពីរនេះបងប្អូនមានដឹងទេនាងខ្ញុំចំណាយទឹកប្រាក់ត្រឹមតែ 12,500 រៀលទេអញ្ចឹងដើម្បីចង់ដឹងថារបៀបនៅក្នុងការធ្វើយ៉ាងម៉េចនោះសូមអញ្ជើញបងប្អូនធ្វើការទស្សនាទាំងអស់គ្នាណាសម្រាប់មុខម្ហូបទី1គឺចិញ្ច្រាំសាច់ជ្រូកជាមួយនឹងពងទាប្រៃឥឡូវនេះខ្ញុំប្រើជាមួយនឹងពងទាប្រៃ3គ្រាប់សាច់ជ្រូក3ខាំអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការហាន់សាច់ជ្រូកនេះឲ្យអស់ជាចំណិតតូចៗចម្រៀកស្ដើងដើម្បីងាយស្រួលយើងធ្វើការចិញ្ច្រាំចាអញ្ចឹងបន្ទាប់ពីធ្វើការហាន់រួចហើយខ្ញុំក៏ចាប់ផ្ដើមធ្វើការចិញ្ច្រាំសាច់ជ្រូកទាំងអស់នេះចូលគ្នាឲ្យឡើងម៉ត់បងប្អូនមានដឹងទេសម្រាប់មុខម្ហូបមួយនេះគឺចុះបាយខ្លាំងណាស់ជាពិសេសសម្រាប់រដូវធ្លាក់ខ្យល់និងរដូវភ្លៀងតែម្ដងរួចហើយខ្ញុំក៏ចាប់ផ្ដើមធ្វើការកោសជាមួយនឹងពងទាប្រៃដាក់ចូលឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការកោសពងទាប្រៃដើម្បីដាក់ចូលជាមួយនឹងសាច់ជ្រូកចិញ្ច្រាំរបស់យើងប៉ុន្តែខ្ញុំយកតែគ្រាប់ពណ៌ក្រហមទេដើម្បីធ្វើការចិញ្ច្រាំណាតែចំពោះទឹកពងទាប្រៃនេះបងប្អូនកុំចាក់ចោលទឹកសហ្នឹងណាយើងទុកថែមនៅពេលណាដែលយើងចិញ្ច្រាំវគ្គចុងបញ្ចប់បើសិនជាស្ទើរប្រៃអីបន្តិចគឺបងប្អូនអាចដាក់ទឹកនឹងយកទៅលាយបានបងប្អូនមិនចាំបាច់ធ្វើការប្រើអំបិលទេពីព្រោះថាពងទាប្រៃទឹកយើងវាមានរសជាតិប្រៃបើកាលណាបងប្អូនប្រើជាមួយនឹងអំបិលធ្វើឲ្យសាច់ជ្រូកចិញ្ច្រាំពងទាប្រៃរបស់យើងនឹងរាងប្រៃខ្លាំងឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការដាំខ្ទឹមចូលហើយបងប្អូនដើម្បីធ្វើការចិញ្ច្រាំជាមួយនឹងសាច់ជ្រូកហើយនឹងពងទាប្រៃអញ្ចឹងក្រោយពីខ្ញុំដំហើយខ្ញុំចាប់ផ្ដើមធ្វើការចិញ្ច្រាំបន្ថែមទៀតហើយចិញ្ច្រាំទៅចិញ្ច្រាំមករហូតដល់ឡើងម៉ត់សាប់សាច់ចូលគ្នាអស់ណាបងប្អូនបន្ទាប់មកខ្ញុំក៏បន្ថែមម្ទេសមួយគ្រាប់ដាក់ចូលដើម្បីឲ្យមានរសជាតិហឹរតិចហើយខ្ញុំក៏បន្តជាមួយនឹងការចិញ្ច្រាំទៅចិញ្ច្រាំមកជាមួយនឹងម្ទេសហើយនឹងសាច់នោះឲ្យចូលជាតិគ្នាឲ្យឡើងសព្វអស់ហើយចាបន្ទាប់មកយើងក៏ចាប់ផ្ដើមនឹងធ្វើការវាយគ្រឿងបន្ថែមខ្ញុំដាក់ប៊ីចេងបន្តិចបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមចិញ្ច្រាំបន្តទៀតដើម្បីប៊ីចេងចូលសព្វជាមួយនឹងសាច់ដូចគ្នាហើយក៏ខ្ញុំដាក់ស្ករក្រហមបន្តិចទៀតហើយខ្ញុំក៏បន្តជាមួយនឹងការចិញ្ច្រាំបន្ថែមទៀតរហូតដល់ឡើងម៉ត់ឡើងចូលសព្វសាច់តែមួយឥឡូវហ្នឹងសាច់ជ្រូកចិញ្ច្រាំជាមួយនឹងពងទាប្រៃរបស់យើងហ្នឹងគឺបានធ្វើរួចរាល់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការគោះពងមាន់មួយដាក់ពីលើដើម្បីឲ្យមើលទៅឃើញសោភ័ណភាពស្អាតខ្ញុំអត់ច្បល់ពេញហ្នឹងណាបងប្អូនចាអញ្ចឹងបន្ទាប់មកទៀតខ្ញុំក៏ហាន់ស្បែកជ្រូកដែលនៅសល់ហ្នឹងដាក់ពីលើថែមទៀតចាអញ្ចឹងឥឡូវខ្ញុំរួចរាល់អស់ហើយខ្ញុំចាប់ផ្ដើមធ្វើការចំហុយបងប្អូនអាចប្រើជាមួយនឹងឆ្នាំងចំហុយក៏បានឬក៏ខ្ទះចំហុយដូចនាងខ្ញុំក៏បានដែរនិយាយរួមបើសិនជាខ្ទះរបស់បងប្អូនមានគម្របបងប្អូនអាចធ្វើការចំហុយដូចនាងខ្ញុំទៅដើម្បីងាយស្រួលតោះឥឡូវខ្ញុំចូលដល់មុខម្ហូបទី2មុខម្ហូបទី2របស់ខ្ញុំគឺឆាសណ្តែកគួរជាមួយនឹងសាច់ជ្រូកចិញ្ច្រាំឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការផ្សំគ្រឿងជាមួយនឹងសាច់ជ្រូកចិញ្ច្រាំមុនអញ្ចឹងខ្ញុំដាក់ប៊ីចេងចូលបន្តិចហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងទឹកប្រេងខ្យងចូលបន្តិចហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងម្សៅរ៉ូឌីចូល1ចុងស្លាបព្រាហើយនឹងម្សៅម្រេច1ចុងស្លាបព្រាហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងស្ករត្នោត1ចុងស្លាបព្រាក្រោយមកខ្ញុំធ្វើការច្បល់ទាំងអស់នឹងចូលគ្នាឲ្យសព្វបន្ទាប់មកខ្ញុំប្រើទឹកស៊ីអ៊ីវចូលបន្តិចចាក្រោយពីខ្ញុំធ្វើការច្បល់សព្វអស់ហើយខ្ញុំចាប់ផ្ដើមធ្វើការឆាតែម្ដងតោះឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការឆាតែម្ដងដោយសារតែខ្ទះរៀងក្តៅហើយខ្ញុំចាប់ផ្ដើមចាក់ប្រេងអូលីវចូលហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមចូលខ្ញុំរំលីងចុះរំលីងឡើងឲ្យរៀងក្តៅបន្តិចហើយខ្ញុំចាប់ផ្ដើមដាក់សាច់ដែលយើងបានផ្សំគ្រឿងមុននឹងបន្តិចហ្នឹងដាក់ចូលបងប្អូនត្រង់ចំណុចនេះបងប្អូនមិនចាំបាច់ធ្វើការបន្ថែមគ្រឿងអីទៀតទេដោយសារតែសាច់ហ្នឹងយើងបានដាក់គ្រឿងរួចរាល់អស់ហើយបន្ទាប់មកខ្ញុំក៏បានចាក់សណ្តែកគួរដែលបានស្រុះរួចរាល់ដាក់ចូលផងដែរហើយខ្ញុំក៏ចាប់ផ្ដើមធ្វើការដាក់ទឹកបន្តិចដើម្បីឲ្យមានជាតិសំណើមបន្ទាប់មកខ្ញុំក៏រំលីងទៅរំលីងមករហូតដល់ឆារបស់យើងឆ្អិនតែម្ដងនេះបងប្អូនឥឡូវនេះខ្ញុំបានធ្វើការឆារួចរាល់ហើយឆ្អិនអស់ហើយអញ្ចឹងឥឡូវខ្ញុំចំណាយទឹកប្រាក់តែ 12,500 រៀលគឺខ្ញុំទទួលបានមុខម្ហូប2តែម្ដងគឺឆាសណ្តែកគួរជាមួយនឹងសាច់ជ្រូកចិញ្ច្រាំហើយនឹងចិញ្ច្រាំសាច់ជ្រូកចិញ្ច្រាំជាមួយនឹងពងទាប្រៃចានេះមុខម្ហូបនេះបងប្អូនអញ្ចឹងឥឡូវតម្លៃខ្ញុំបានដាក់ទៅលើនឹងអស់ហើយអរគុណច្រើនបងប្អូនចំពោះការចូលរួមទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណសូមសំណាងល្អជម្រាបលា